សួស្តីបងប្អូនសូមស្វាគមន៍មកកាន់ Finance Advanced Channel ដែលនាំអ្នករៀនសេដ្ឋកិច្ចងាយស្រួលបែបជាក់លាក់ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដែលអ្នកភាគច្រើនសួរច្រើនជាងគេតើធនាគារផ្ដល់ប្រាក់ឲ្យខ្ចីដោយវិធីណា 1. ការយល់ដឹងអំពីប្រាក់កម្ចីប្រាក់កម្ចីគឺជាចំនួនប្រាក់ដែលអ្នកយកពីធនាគារមកប្រើប្រាស់ជាបណ្ដោះអាសន្នដោយអ្នកត្រូវសងតាមពេលកំណត់និងបន្ថែមជាមួយការប្រាក់ជាធម្មតាមានប្រភេទកម្ចីចម្បង3 1. កម្ចីអាជីវកម្ម 2. កម្ចីផ្ទះ 3. កម្ចីបុគ្គលិកសម្រាប់ប្រើផ្ទាល់ 2. តើធនាគារបញ្ជាក់ឲ្យខ្ចីដោយផ្អែកលើអ្វីសភាពការហិរញ្ញវត្ថុរបស់អ្នកប្រាក់ចំណូលវិតម្លៃលើបំណុលប្រវត្តិសងបំណុលមុន Credit History ការធានា Collateral ដូចជាផ្ទះដីឬទ្រព្យផ្សេងគោលបំណងនៃការខ្ចីប្រាក់ដើម្បីធ្វើអាជីវកម្មទិញផ្ទះឬដោះសោកិច្ចការបង់ផ្សេង 3. ដំណើរការស្នើសុំ 1. បំពេញពាក្យស្នើសុំ Loan Application 2. ផ្ដល់ឯកសារពាក់ព័ន្ធសម្បត្តិអត្តសញ្ញាណប្រាក់ចំណូលទ្រព្យឲ្យធានា 3. ការវិតម្លៃពីធនាគារ 4. ចុះហត្ថលេខាលើកិច្ចសន្យា 5. ទទួលប្រាក់ចូលកាន់ណី 4. តើត្រូវប្រុងប្រយ័ត្នអ្វីខ្លះការប្រាក់ខ្ពស់ពេលសងបំណុលអាចមានពិន័យប្រសិនបើខកខានសូមអានលក្ខខណ្ឌឲ្យច្បាស់មុនចុះហត្ថលេខាបើអ្នកចង់រៀនបន្ថែមអំពីការគ្រប់គ្រងប្រាក់វិនិយោគនិងសេដ្ឋកិច្ចជាក់ស្ដែងសូមចុច Subscribe និងចុច Like ដើម្បីឲ្យយើងអាចបន្តផ្ដល់ខ្លឹមសារល្អៗមកកាន់អ្នករាល់ថ្ងៃ Finance Advanced កន្លែងសម្រាប់ចាប់ផ្ដើមសេដ្ឋកិច្ចឆ្លាតវៃ